អ្វីជា VOS system បងដែលជាម្ចាស់អាជីវកម្មសន្តាគារមន្ទីរពេទ្យឬក៏ខុនដូដែលមានបន្ទប់ចាប់ពី10ទៅ20បន្ទប់ឡើងទៅប្រកាសជាមានតម្រូវការម៉ាស៊ីនត្រជាក់សម្រាប់ប្រើប្រាស់ឲ្យមែនអត់ប៉ុន្តែការចំណាយទៅលើម៉ាស៊ីនត្រជាក់ទាំងក្បាលទាំងកន្ទុយប្រកាសជាចំណាយទីកន្លែងច្រើននិងថវិកាច្រើនមែនតើហើយអ្វីដែលសំខាន់នោះគឺបើសិនជារៀបចំឲ្យបានត្រឹមត្រូវទេនឹងធ្វើឲ្យខូចសោភ័ណភាពអគារទាំងមូលទៀតផងអញ្ចឹងតើគាត់ធ្វើមកទៅយើងសូមណែនាំ VOS system របស់ Fuji Air ដែលផ្ដល់ទាំងភាពត្រជាក់និងក្តៅក្នុងពេលតែមួយហើយកន្ទុយមួយប្រើប្រាស់ក្បាលបានរហូតដល់ទៅ60ដងទៅអ្វីដែលពិសេសនោះគឺជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុនទៀតផងសាកសម័យមើលបងដែលជាម្ចាស់អាជីវកម្មសន្តាគារដែលមាន100បន្ទប់ហើយមាន20បន្ទប់ដែលភ្ញៀវកំពុងតែប្រើប្រាស់មានភ្ញៀវខ្លះត្រូវការប្រើម៉ាស៊ីនត្រជាក់ហើយភ្ញៀវខ្លះត្រូវការប្រើម៉ាស៊ីនកម្ដៅនោះ VOS system នឹងកំណត់ទៅតាមតម្រូវការនៅតាមបន្ទប់នីមួយៗសម្រាប់ភ្ញៀវណាដែលចង់បានត្រជាក់គឺត្រជាក់ហើយភ្ញៀវណាដែលចង់បានក្ដៅគឺក្ដៅអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺបងអាចគ្រប់គ្រងប្រព័ន្ធនេះនៅលើទូរស័ព្ទដៃបានការចំណាយទៅលើ VOS system បើប្រៀបធៀបជាមួយនឹងការចំណាយទៅលើម៉ាស៊ីនត្រជាក់ធម្មតាអាចនឹងច្រើនជាងបន្តិចមែនប៉ុន្តែនេះគឺជាការវិនិយោគរយៈពេលវែងហើយជួយឲ្យបងសន្សំសំចៃភ្លើងបានច្រើន